សួស្តីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំខូយ៉ាកាមីអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងសង្ខេបរឿង Monster Eater បន្តទៀតតោះអញ្ចឹងយើងទៅមើលវីដេអូនេះទាំងអស់គ្នាវគ្គទី3គឺ Crimson Blade ផ្ដើមសេចរឿងនៅពេលដែលក្រុមអ្នកផ្សងព្រេងដាវក្រហមដែលជាក្រុមរបស់ Bayer បានត្រឡប់មកដល់សមាគមវិញដើម្បីរាយការណ៍អំពីបេសកកម្មដ៏អាក្រក់នៅតំបន់ភ្នំ Aberio លោក Killmaster បានអរគុណចំពោះពួកគេដែលបានធ្វើបេសកកម្មប៉ុន្តែបានទម្លាក់ពាក្យដ៏រន្ធត់ថា Rudo ដែលជាសមាជិកម្នាក់បានបាត់បង់នៅក្នុងព្រឹត្តិការណ៍នោះសមាជិកក្រុមដាវក្រហមរួមមាន Bayer, Sasha និង Rick ក៏បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងដែរដោយអះអាងថាពួកគេព្យាយាមការពារ Rudo ក៏ប៉ុន្តែមិនអាចទប់ទល់នឹង Minotaur ដែលជាបេសាចនៅជាន់ទី4នោះបានទាន់ពេលវេលារំពេចភ្លាមនោះRudo បានបើកទ្វារចូលមកធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគ្រប់គ្នានៅទីនោះមិនត្រឹមតែមិនស្លាប់ទេRudo បានទម្លាយការពិតដ៏ឃោរឃៅថាតាមពិតទៅគាត់មិនមែនជាជនរងគ្រោះដោយចៃដន្យនោះទេប៉ុន្តែជានុយដែលក្រុមដាវក្រហមប្រើដើម្បីបដូរយកជីវិតរស់Rudo បានរៀបរាប់ទាំងកំហឹងថា Bayer បានដណ្ដើមយកអីវ៉ាន់របស់គាត់ហើយបានចាក់គាត់ពីក្រោយខ្នងចំណែក Rick វិញបានប្រើជំនាញដើម្បីទាក់ទាញ Minotaur ឲ្យមកវាយប្រហារគាត់ខណៈពេលដែល Sasha ពេលនោះបានប្រើប្រាស់វេទមន្តដើម្បីឲ្យក្រុមរបស់ពួកគេរត់គេចខ្លួនក្នុងគ្រានោះក្រុមដាវក្រហមព្យាយាមដោះសារយ៉ាងរឹងរូសថាRudo មានសតិមិនល្អដោយសារតែការតក់ស្លុតក៏ប៉ុន្តែលោក Killmaster មិនបានចាញ់បោកឡើយព្រោះគាត់បានរៀបចំអ្នកផ្ទៀងផ្ទាត់ឬក៏ Verifier ដែលមានសមត្ថភាពពិសេសក្នុងការដឹងពីការពិតមកចាំកាត់សេចក្តីរួចជាស្រេចសូម្បីតែ Sasha ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវត្តមានរបស់អ្នកត្រួតពិនិត្យនេះដែលអាចមានវត្តមាននៅក្នុងតំបន់ដ៏ដាច់ស្រយាលមួយនេះនៅពេលដែល Verifier រូបនេះបានប្រកាសយ៉ាងដាច់អហង្ការថារាល់សម្ដីរបស់ក្រុមដាវក្រហមសុទ្ធតែជាការកុហកហើយអ្វីដែល Rudo បានរៀបរាប់គឺជាការពិតទាំងស្រុងនោះល្បែងការកុហករបស់ពួកគេក៏ត្រូវបែកធ្លាយនៅចំពោះមុខអ្នកគ្រប់គ្នាក្នុងទីនេះពេលដឹងអស់ផ្លូវរួចខ្លួន Bayer បានបាត់បង់ការគ្រប់គ្រងអារម្មណ៍ដោយសារតែការចង្អុលបង្ហាញរបស់អ្នកត្រួតពិនិត្យនេះបានធ្វើឲ្យគេខឹងសម្បាយ៉ាងខ្លាំងគាត់ក៏បានស្រែកដាក់Rudoទាំងកំហឹងថាបើគ្មានវាគឺល្អហើយរួចក៏ព្យាយាមស្ទុះទៅវាយប្រហារអ្នកត្រួតពិនិត្យដោយគិតថាវាជាការបញ្ចេញកំហឹងចុងក្រោយប៉ុន្តែពេលនោះRudoដែលកំពុងតែឈរនៅទីនោះស្រាប់បានចេញមកខាត់ទាន់ពេលដោយរងដាវរារាំង Bayer មិនឲ្យធ្វើសកម្មភាពខុសឆ្គងនោះបន្តទៀតដោយនិយាយថាឈប់ទៅតែគាត់មិនស្ដាប់ក៏ដាល់ Bayer មួយដៃខ្ទាតយ៉ាងឆ្ងាយទង្វើនេះបង្ហាញពីភាពស្ងប់ស្ងាត់និងការគ្រប់គ្រងអារម្មណ៍ដ៏ល្អរបស់Rudoទោះបីជាគេត្រូវក្រុមដាវក្រហមក្បត់ក៏ដោយចំពោះទង្វើរបស់ Bayer ដែលហ៊ានវាយប្រហារអ្នកត្រួតពិនិត្យគឺជាកំហុសដ៏ធ្ងន់ធ្ងរដែលធ្វើឲ្យលោក Killmaster ប្រកាសដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ក្រុមពួកគេអញ្ចឹងហើយពួកគេនឹងត្រូវដកសិទ្ធិអ្នកផ្សងព្រេងរឹបអូសទ្រព្យសម្បត្តិនិងធ្លាក់ខ្លួនទៅជាទេសកលពេញមួយជីវិតហើយ Bayer វិញការប៉ុនប៉ងវាយប្រហារទៅលើអ្នកត្រួតពិនិត្យគឺជារឿងមិនអាចលើកលែងបានអញ្ចឹងហើយគេនឹងត្រូវទទួលទោសធ្ងន់ធ្ងរជាង Sasha និង Rick ហើយអត់មានថ្ងៃត្រឡប់មកវិញបានឡើយបន្ទាប់ពីបញ្ចប់រឿងក្តីទៅលោក Killmaster បានប្រគល់ប្រាក់ 20,000 Rekin ដែលជាប្រាក់របស់ក្រុមដាវក្រហមរកបានប្រគល់ឲ្យRudoដើម្បីជាការលួងលោមពេលនោះRudoមានអារម្មណ៍រីករាយជាខ្លាំងព្រោះនេះគឺជាទឹកប្រាក់ដ៏ច្រើនដែលអាចធ្វើឲ្យគាត់ចាប់ផ្ដើមជីវិតជាអ្នកផ្សងព្រេងថ្មីដោយទំនុកចិត្តជាងមុនរឿងរ៉ាវបានបញ្ចប់ទៅក្រោយមកRudoរៀងតានតឹងបន្តិចដោយសារគាត់ព្យាយាមលាក់បាំងនៅសមត្ថភាពពិតរបស់ខ្លួនព្រោះថាការកើនឡើងថាមពលឬក៏ level របស់គាត់កើនឡើងលឿនពេកគួរឲ្យសង្ស័យហើយស្របពេលដែលគុកងងឹតថ្មីត្រូវបានបិទមិនឲ្យចូលធ្វើឲ្យគាត់បង្ខំចិត្តត្រឡប់ទៅរកស៊ីនៅគុកងងឹតតូចៗចាស់ៗវិញប៉ុន្តែនៅពេលដែលគេពិនិត្យមើលតួលេខរបស់ខ្លួនធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងព្រោះតែពីកម្រិត7ធម្មតាបានហក់ឡើងទៅដល់កម្រិត42ក្នុងរយៈពេលត្រឹមតែ2ថ្ងៃហើយថែមទាំងទទួលបាន skill ថ្មីៗជាច្រើនរួមទាំង skill ការវិភាគដោយការមើលដោយភ្នែករបស់គាត់ដែលអាចប្រើប្រាស់ទៅលើសាកសពឬក៏គូសត្រូវបានយ៉ាងងាយស្រួលដោយសារតែចង់សាកល្បងធម៌ពលថ្មីដែលគាត់ទើបតែទទួលបានអញ្ចឹងហើយក៏សម្រេចចិត្តទៅក្នុងគុកងងឹតកាន់តែជ្រៅជាងមុនដោយមានបំណងសាកល្បង skill ថ្មីទៅលើបេសាចដែលរៀងសាកសមបន្តិចរហូតដល់ប្រទះឃើញបេសាចមួយក្បាលដែលមានឈ្មោះ Soldier Lizard មើលទៅស្តៀងនឹងសត្វបង្គួយតែធំដែលកំពុងតែដើរតែម្នាក់ឯងគាត់បានប្រើ skill ភ្នែកវិភាគរបស់គាត់ទើបដឹងថាវាមាន level ត្រឹមតែ25គាត់ក៏ចាប់ផ្ដើមដេញតាមវាដោយភាពជឿជាក់លើខ្លួនឯងថាខ្លួនប្រកាសជាអាចកម្ចាត់វាបានក៏ប៉ុន្តែនៅពេលដែលដេញតាមរហូតដល់ផ្លូវទាល់គាត់គិតថាបេសាចនោះអស់ផ្លូវរត់ហើយប៉ុន្តែមានណាបេសាចឈប់នៅទីនោះគាត់ក៏ចាប់ផ្ដើមដឹងខ្លួនថាអ្វីៗគ្រប់យ៉ាងគឺជាអន្ទាក់ដែលរៀបចំទុកជាមុនអញ្ចឹងបញ្ជាក់ថាបេសាចនោះរត់មិនមែនភ័យខ្លាចទេប៉ុន្តែគឺចង់ឲ្យRudoដើរចូលទៅក្នុងអន្ទាក់ដែលវារងចាំអញ្ចឹងវគ្គទី3នេះបានមកដល់ទីបញ្ចប់យើងចាំមើលRudoអាចប្រើប្រាស់ធម៌ពលកម្រិត42របស់គាត់ដើម្បីរួចគេចផុតពីស្ថានភាពនឹងដោយរបៀបណាសួស្តីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំខូយ៉ាកាមី
អញ្ចឹងខ្ញុំមកបន្តសាច់រឿង Monster Eater បន្តទៀតវីដេអូនេះគឺជាវគ្គទី4របស់រឿងនេះដែលមានឈ្មោះថា Adventure Hunter តោះអញ្ចឹងយើងចាប់ផ្ដើមបន្ទាប់ពីវគ្គមុនឬដូបានចូលបន្ទាក់របស់ Besides Soldier Lizard នោះឬដូរៀងយ៉ាប់យ៉ឺនបន្តិចទោះបីជា level របស់គាត់ខ្ពស់ក៏ដោយការដែលត្រូវសត្វចម្លែកចោមរោមវេប្រហារក្នុងពេលតែមួយបែបនេះគឺជាហានិភ័យដ៏ធំមួយដែលមិនអាចប្រហែសបានឡើយដើម្បីដោះស្រាយបញ្ហាមួយនេះឬដូបានសម្រេចចិត្តប្រើប្រាស់ជំនាញភ្នែកវិភាគរបស់គាត់រហូតរកឃើញមេក្រុមដែលឈរនៅពីក្រោយហើយគាត់ក៏ចាប់ផ្ដើមប្រើ skill របស់គាត់បង្កើនកម្លាំងសាច់ដុំដើម្បីបំបែកជួរមុខរបស់ពួកវាតែទោះបីជាឬដូវាយប្រហារចំក៏ដោយក៏បេសាចចម្លែកនោះមិនមានស្នាមរបួសសូម្បីតែបន្តិចដែលធ្វើឲ្យគាត់ដឹងភ្លាមថាពួកវាប្រើប្រាស់ជំនាញរងការពារជំនួសមានន័យថាប្រើប្រាស់គ្នារបស់វាធ្វើជាខែលរងគ្រោះជំនួសមិនឲ្យឱកាសនេះកន្លងផុតទៅយូរឬដូបានបញ្ចេញនូវ skill មួយគឺការគ្រប់គ្រងខ្សែចាប់សង្កត់ពួកវាបានទាំងអស់ដើម្បីផ្ដាច់ជីវិតពួកវាទាំងអស់ក្នុងពេលតែមួយនៅចុងក្រោយក៏បានកាត់ក្បាលរបស់មេបេសាចបានបន្ទាប់ពីសម្លាប់ពួកវាអស់វាក៏ដល់ពេលនៃអាហារពេលល្ងាចដ៏ពិសេសមួយដែលឬដូបានទន្ទឹងរង់ចាំអស់ជាយូរមកហើយគាត់ចង់សាកល្បងមើលថាប្រសិនបើសាច់របស់សត្វចម្លែកនេះត្រូវបានចម្អិនឲ្យបានត្រឹមត្រូវដោយសារស្នាដៃរបស់គាត់ផ្ទាល់តើនឹងមានរសជាតិឆ្ងាញ់កម្រិតណាទៅដែលនេះអាចជាគន្លឹះថ្មីមួយទៀតក្នុងការអភិវឌ្ឍជំនាញរបស់គាត់លទ្ធផលគឺឆ្ងាញ់ខ្លាំងណាស់ដល់ថ្នាក់ស្ទើរតែញៀននឹងរសជាតិសត្វចម្លែកនេះទៅហើយមិនត្រឹមតែញ៉ាំឆ្អែតពោះទេគាត់ថែមទាំងទទួលបានជំនាញពិសេសពីសត្វចម្លែកដែលគាត់បានញ៉ាំទៀតផងឧទាហរណ៍ដូចជាជំនាញពី Minotaur និង Armor Spider ជាដើម skill របស់ Armor Spider គឺជាការគ្រប់គ្រងខ្សែនោះឯងបន្តទៀតខណៈពេលដែលគាត់កំពុងស្វែងរកសត្វចម្លែកថ្មីដើម្បីសាកល្បងក៏ប្រទះឃើញហេតុការណ៍មិនប្រក្រតីមួយមានក្រុមអ្នកប្រមាញ់អ្នកផ្សងព្រេងដ៏សាហាវឃោរឃៅមួយក្រុមដែលចាប់ខ្លួននារីម្នាក់ឈ្មោះ Elysia ជានារី elf ដ៏ស្រស់ស្អាតម្នាក់រហូតដែលជាមនុស្សចូលចិត្តជួយអ្នកដទៃឬក៏ប្រហែលជាគាត់គ្រាន់តែចង់រកលេសដើម្បីប្រយុទ្ធក៏មិនអាចឈរមើលស្រីស្អាតម្នាក់ត្រូវគេធ្វើបែបបានឡើយគាត់ក៏បានលោកដៃចូលទៅក្នុងចំនួននេះភ្លាមពួកអ្នកប្រមាញ់នោះរួមមាន Phasus ដែលជាមេដឹកនាំហើយពួកគេសុទ្ធតែជាអ្នកមានសមត្ថភាពខ្លាំងឬដូរដឹងបែបនេះក៏ដោយសារតែតាមរយៈជំនាញភ្នែកវិភាគរបស់គាត់កូនចៅ Phasus ឈ្មោះ Sarius ចាប់ផ្ដើមវាយប្រហារឬដូក៏បានរងជាប់និងបានប្រើជំនាញពិសេសដ៏គួរឲ្យខ្លាចគឺគាត់បានព្រុសជាតិពុលចេញពីមាត់របស់គាត់ដែលធ្វើឲ្យសត្រូវទាំងអស់នោះភ្ញាក់ផ្អើលយ៉ាងខ្លាំងអញ្ចឹងហើយ Phasus ក៏បានបបួលគ្នាព្រួតវាយទៅលើឬដូ Phasus ដែលមានជំនាញខាងប្រយុទ្ធផ្ទាល់បានព្យាយាមប្រើកម្លាំងបាយនិងល្បឿនចង់ផ្ដាច់ជីវិតរបស់ឬដូនិងបានវាយឬដូខ្ទាតទៅលើវាលភក់មួយដែលជាភក់ពុលនិងសង្ឃឹមថាឬដូប្រកាសជាត្រូវដួលសន្លប់ដោយសារជាតិពុលឬក៏ឬដូត្រូវបង្ខំចិត្តរត់ចាកចេញដើម្បីឲ្យពួកគេដេញសម្លាប់បានយ៉ាងស្រួលប៉ុន្តែខុសពីការរំពឹងទុកឬដូបែរជាឈរនៅស្ងៀមក្នុងវាលភក់នោះដោយមិនមានបញ្ហាអ្វីសោះព្រោះតែគាត់មាន skill គឺភាពស៊ាំនឹងស្ថានភាពមិនប្រក្រតីធ្វើឲ្យជាតិពុលទាំងឡាយគ្មានប្រសិទ្ធភាពមកលើគាត់ទេមិនត្រឹមតែមិនស្លាប់ទេឬដូថែមទាំងបង្វែរស្ថានភាពធ្វើឲ្យក្រុមរបស់ Phasus ស្រូបយកអូស្មန်ពុលចេញពីវាលភក់នោះចូលខ្លួនឯងវិញធ្វើឲ្យកម្លាំងនិងស្មារតីរបស់ពួកគេចុះខ្សោយនៅពេលក្រុមរបស់ Phasus ចាប់ផ្ដើមបាត់បង់សមត្ថភាពប្រយុទ្ធដោយសារតែជាតិពុលនោះឬដូក៏ចាប់ផ្ដើមប្រើ skill ចម្លែកដែលគេទទួលបានពីការស៊ីសាច់សត្វបិសាចវាយបកត្រឡប់ទៅវិញចំពោះ skill ធម្មពលរន្ទះផ្លេចបន្ទោលនិងកំបិតខ្យល់បានធ្វើឲ្យ Phasus ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះក្នុងពិភពនេះមនុស្សធម្មតាមិនអាចប្រើប្រាស់ជំនាញរបស់បិសាចសត្វចម្លែកបានទេស្ថានភាពនេះបង្ហាញថាឬដូមានសមត្ថភាពប្លែកពីគេដែលធ្វើឲ្យគេក្លាយទៅជាអ្នកប្រយុទ្ធដ៏គួរឲ្យខ្លាចចុងក្រោយ Phasus ទទួលបាននូវភាពបរាជ័យអាចក៏ដោយសារតែឥទ្ធិពលរបស់ថ្នាំពុលដែរដែលធ្វើឲ្យគាត់មិនសូវមានកម្លាំងក្នុងការប្រយុទ្ធចុងក្រោយឬដូក៏បានបញ្ចប់ក្រុមរបស់គាត់បានអញ្ចឹងវគ្គទី4នេះបានមកដល់ទីបញ្ចប់ត្រឹមនេះយើងទៅមើលវគ្គទី5ទាំងអស់គ្នាសួស្តីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំខូយ៉ាកាមីអញ្ចឹងខ្ញុំមកបន្តសាច់រឿងនេះទៀតចូលដល់វគ្គទី5ដែលមានឈ្មោះថា Elysia of the Jade Storm តោះអញ្ចឹងយើងទៅមើលទាំងអស់គ្នាបន្ទាប់ពីវគ្គមុនមនុស្សស្រីម្នាក់ឈ្មោះ Elysia ដែលជានារីស្រស់ស្អាតម្នាក់អំបូរ elf ត្រូវបានឬដូជួយនាងក៏អរគុណទៅកាន់ឬដូឃើញនាងទន់ខ្សោយខ្លាំងដោយសារតែជាតិពុលក៏លួចគិតក្នុងចិត្តថាត្រូវទៅនាំនាងចាកចេញពីទីនេះឲ្យបានលឿនបំផុតនៅពេលដែល Elysia បានសួរដេញដោលគាត់អំពីមូលហេតុដែលមកទីនេះតែម្នាក់ឯងឬដូក៏ឆ្លើយទាំងរដាក់រដប់មិនទាន់ទាំងនិយាយគ្នាដាច់ស្រេចផងស្រាប់តែមានបិសាចមេអំបៅមួយក្បាលយ៉ាងធំបានលេចខ្លួនឡើងឬដូប្រាប់ Elysia ថាទុកឲ្យគាត់ជាអ្នកចាត់ការនៅក្នុងការវាយប្រហារនេះបិសាចមេអំបៅបានព្រុសម្សៅពុលធ្វើឲ្យស្ពឹកពេញទីកន្លែងរាងកាយដែលត្រូវម្សៅនេះប៉ុន្តែវាគ្មានប្រសិទ្ធភាពទៅលើឬដូទេហើយភ្លាមនោះមានឱកាសល្អ Elysia ក៏បានប្រើប្រាស់វេទមន្តការពារខ្លួននិងបានបាញ់សម្លាប់បិសាចនោះបាត់ទៅហើយនាងក៏ចាប់ផ្ដើមសង្ស័យពីសមត្ថភាពអាចកម្បាំងរបស់ឬដូផងដែរបន្ទាប់ពីនាំគ្នាគេចផុតពីគ្រោះថ្នាក់និងចាក់ចេញមករកទីកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅរូងភ្នំហើយ
Alicia ក៏បានណែនាំខ្លួនថានាងគឺជាអតីតអ្នកផ្សងព្រេងជាមួយអ្នកមានលំដាប់អេស្រាងដ៏ល្បីល្បាញម្នាក់ប្រចាំក្រុមគឺឈ្មោះថា Sky Trail និងរៀបរាប់ទាំងក្រៀមក្រំថាកាលពី5ឆ្នាំមុនក្រុមរបស់នាងបានជួបគ្រោះថ្នាក់ដ៏ធំមួយគឺនៅពេលប្រយុទ្ធនៅក្នុងរោងភ្នំកម្រិតខ្ពស់មួយដោយមេក្រុមបានស្លាប់រីឯសមាជិកដទៃត្រូវរងរបួសធ្ងន់និងបាត់ខ្លួនចំណែកឯរូបនាងផ្ទាល់ទោះបីជាអាចរស់រានមានជីវិតត្រឡប់មកវិញបានមែនប៉ុន្តែត្រូវរងនៅបណ្ដាសាបញ្ចុះថាមពលពលគឺឆ្លាក់ជាប់នៅលើដើមទ្រូងនាងហើយបណ្ដាសាដ៏ចម្លែកមួយនេះសូម្បីតែឬដូក៏មិនដែលធ្លាប់បានឮពីមុនមកដែរប្រសិនជាវាបើកថាមពលរបស់នាងរហូតដល់សូន្យអញ្ចឹងនាងនឹងត្រូវបាត់បង់ជីវិតហើយអ្វីដែលកាន់តែអាក្រក់នោះគឺពួកអ្នកផ្សងព្រេងមុននេះបានដឹងនៅរឿងនេះហើយព្យាយាមដេញចាប់នាងយកទៅលក់ធ្វើជាទាសករនៅពេលដែលនាងកំពុងតែទន់ខ្សោយឃើញស្ថានភាពអញ្ចឹងឬដូមិនបង្អង់យូរឡើយក៏ប្រើនៅជំនាញពិសេសរបស់ខ្លួនគឺ Unique Skill ដែលមានឈ្មោះថា Kata Kavari ដើម្បីផ្ទេរបណ្ដាសាដ៏សាហាវមួយនេះចូលមកក្នុងខ្លួនរបស់គាត់ជំនួស Elisa ភ្លាមនោះ skill មួយទៀតគឺ Jotoito Mukoka របស់គាត់ដែលមានសមត្ថភាពលុបបំបាត់ស្ថានភាពមិនប្រក្រតីទាំងអស់ទើបធ្វើឲ្យបណ្ដាសាមួយនេះរលាយបាត់ភ្លាមៗដូចជាផ្សែង Alicia ភ្ញាក់ផ្អើលនឹងរំភើបយ៉ាងខ្លាំងព្រោះបណ្ដាសាដែលរ៉ាំរ៉ៃអស់រយៈពេល5ឆ្នាំមកនេះត្រូវបានព្យាបាលជាសះស្បើយទាំងស្រុងនាងក៏អរគុណឬដូយ៉ាងមានក្តីសង្ឃឹមក្រោយពីរួចផុតពីគ្រោះថ្នាក់អ្នកទាំងពីរបានទៅអង្គុយញ៉ាំអាហារនៅក្នុងហាងអាហារមួយកន្លែងនាងក៏ចង់ដឹងពីប្រវត្តិរបស់រូដូដែរអញ្ចឹងគាត់ក៏បានរៀបរាប់ពីអតីតកាលដ៏ជូរចត់របស់ខ្លួនឯងភូមិរបស់គាត់ត្រូវបានបំផ្លាញដោយបិសាចទាំងស្រុងហើយគាត់ក៏ស្ទើរតែស្លាប់ដែរប៉ុន្តែពេលនោះមានអ្នកផ្សងព្រេងម្នាក់មកជួយគាត់ទាន់ពេលវេលាដែលគាត់នោះគឺមានរាំង S អញ្ចឹងហើយចាប់តាំងពីពេលនោះមកគាត់តាំងចិត្តថាត្រូវហ្វឹកហាត់ខ្លួនឯងឲ្យក្លាយទៅជាអ្នកផ្សងព្រេងលំដាប់ S រាំងដើម្បីជួយសង្គ្រោះអ្នកដទៃដែរឬបែបនេះ Alicia មិនត្រឹមតែមិនសល់ច្រមុះទេប៉ុន្តែនាងថែមទាំងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការទៅហ្វឹកហាត់ឡើងវិញដើម្បីឆ្ពោះទៅកាន់ជាន់ជ្រៅបំផុតនៃមហាគុកងងឹតម្ដងទៀតដើម្បីជួយសង្គ្រោះមិត្តភ័ក្តិរបស់នាងដែលកំពុងតែជាប់ឃុំឃាំងនៅទីនោះខណៈពេលដែលកំពុងជជែកគ្នាស្រាប់តែមានមនុស្សមួយក្រុមគឺជាមនុស្សពីលចូលមិនឌឺដងនឹងបានបៀតបៀន Alicia គឺចាប់ដៃរបស់នាងធ្វើឲ្យឬដូទ្រាំមិនបានក៏ចេញមកការពារឲ្យឆាប់ដកដៃចេញពីនាងភ្លាមរហូតស្ទើរតែផ្ទុះចំនួនធំដើម្បីដោះស្រាយបញ្ហា Alicia ក៏បានបបួលពួកនោះប្រកួតគ្នាផឹកស្រាកាត់សេចក្តីអញ្ចឹងហើយពួកនោះនិងនាងក៏បានប្រកួតគ្នាផឹកស្រាហើយលទ្ធផលចុងក្រោយគឺនាងជាអ្នកឈ្នះនាងប្រកាយផឹកមែនរហូតធ្វើឲ្យពួកនោះដេកដួលសន្លប់ពេញតុបន្ទាប់ពីឈ្នះការប្រកួតនាងមើលទៅយ៉ាងស្វឹងហើយនឹងបានដួលសន្លប់លើទ្រូងរបស់ឬដូទាំងនិយាយថាខ្លួនឯងចង់ការពារកេរ្តិ៍ឈ្មោះអ្នកមានគុណដែលបានជួយជីវិតនាងឃើញអញ្ចឹងឬដូក៏បានស្គីលពិសេសរបស់ខ្លួនគឺ Kata Kavari ដើម្បីស្រូបវិជ្ជាស្វឹងទាំងអស់ពីខ្លួនរបស់នាងមកដាក់លើខ្លួនឯងជំនួសវិញធ្វើឲ្យ Alicia លែងស្វឹងគ្រាន់តែលែងស្វឹងនាងពិតជាកោតសរសើរនៅសមត្ថភាពអស្ចារ្យនេះណាស់និងរត់តែបដិញ្ញាចិត្តថាអូទាញឬដូមកចូលរួមផាធីមួយនេះហើយនាងនឹងត្រូវផឹកទៀតឲ្យបានច្រើនអញ្ចឹងវីដេអូមួយនេះបានមកដល់ទីបញ្ចប់ត្រឹមនេះហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាពេញចិត្តវីដេអូខ្ញុំកុំភ្លេចចុច like Subscribe ហើយ comment នៅខាងក្រោមម្នាក់មួយផង